ថ្ងៃនេះខ្ញុំមានម្ហូបស្លតាពាំងមួយមុខដើម្បីបានរសជាតិស្លតាពាំងមួយមុខបងប្អូនតាមរូបភាពដែលមើលមើលខាងដើមនឹងបងប្អូនអានេះឆ្អិនហើយបងប្អូនប៉ុន្តែដើម្បីឲ្យឃើញវីដេអូនឹងសូមបងប្អូនជួយចុច like ជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងហើយ comment ជួយ like ចុច share ឲ្យខ្ញុំម្នាក់មួយផងបងប្អូននេះគឺជាស្លគេហៅថាស្លតាពាំងបងប្អូនស្លតាពាំងដើម្បីឲ្យបានបងប្អូនខ្មែរក៏ដឹងថាស្លតាពាំងខ្មែរគឺឆ្ងាញ់រសជាតិឆ្ងាញ់បងដើម្បីឲ្យបានរូបភាពនឹងហើយយើងចាប់ផ្ដើមមើលវីដេអូពីដើមវីដេអូបងប្អូនតោះ let's go ទាំងអស់គ្នាតបងប្អូនមកមើលបន្ទាប់ពីយើងនេះបងប្អូនបន្ទាប់ពីបានវីដេអូនឹងហើយយើងត្រូវមុនដំបូងគឺមានតាពាំង2 3ដុំមកបងប្អូនយើងយកមកមកចាត់វាបងប្អូនយកមកចាត់មកវាចិត្តចំណិតហើយយកឲ្យយកកូនកបាត់ក៏បានឬក៏កបាត់មុខ2ក៏បានបងប្អូនកបាត់មុខ2ស្រួលហើយលឿនទៀតតែខ្ញុំអត់មានអញ្ចឹងខ្ញុំមានតែយកកបាត់អញ្ចឹងហើយបន្ទាប់មកយើងធ្វើហើយបងប្អូនយើងដាំទឹកវាដាំទឹកតន្តិចបានហើយដាំទឹកសម្រាប់ដាក់តាពាំងនឹងគេហៅថារមាស់ពាំងគេហៅរមាស់វារងាស់ទេវាបាត់ហាងបាត់អីបងប្អូនអត់ដឹងថានេះទៅមកទឹកយើងពុះបងប្អូនទឹកយើងពុះហើយយើងត្រូវការដាក់ប៊ីចេងបងប្អូនយើងត្រូវការដាក់ប៊ីចេងកន្លះស្លាបព្រាដើម្បីឲ្យបាត់ជាតិហាងដល់ពេលយើងដាំវាបងប្អូនណាអានេះគ្រាន់តែដាំឲ្យតាពាំងឆ្អិនសិនបងប្អូនមិនមែនយកតាពាំងនឹងដាំឲ្យធ្វើភ្លាមទេបងប្អូនយើងយកមកកូរមកកន្លះស្លាបព្រាបងប្អូនយកប៊ីចេងកន្លះស្លាបព្រាយកមកកូរវាមកបងប្អូនដើម្បីឲ្យបាត់ជាតិហាងបងប្អូនបន្ទាប់មកយើងក៏ដាក់តាពាំងចូលបងប្អូនយើងដាក់ដៃវាយឺតតិចហើយយើងចាក់ហ្មងបងប្អូនយើងចាក់ហ្មងកុំខ្វល់ច្រើនចាក់មកបងប្អូនចាក់វាចឹងហើយកូរវាផងបងប្អូនកូរវាផងយកស្លាបព្រាកូរមិនយកដៃកូរប្រយ័ត្នលាក់ដៃបងប្អូនណារៀងកំ pl ែងបន្តិចអីក៏បន្តិចបងប្អូនដាក់បញ្ចុះសលេងរៀងកំ pl ែងបន្តិចយើងកូរបែបនឹងហើយបន្ទាប់មកយើងដាក់ដាំទឹកម្លែកមកដាក់ខ្ទឹមសហើយដាក់ប្រហុកបន្តិចមកបងប្អូនដើម្បីមានរសជាតិឈ្ងុយឆ្ងាញ់ស្លតាពាំងបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់យើងដាក់អញ្ចឹងមកមួយក៏ចម្រិតទឹកវាទឹកប្រហុកនឹងដាក់ចូលនឹងបែបនឹងក៏បានដែរតាមតែចិត្តបងប្អូនណាបងប្អូនទៅពុះគ្រុចអស់ហើយបងប្អូនយើងចាប់ផ្ដើមបង់គល់ក្រៃហើយដាក់ត្រីបងប្អូនបង់គល់ក្រៃហើយបន្ទាប់មកយើងដាក់ត្រីបងប្អូនឬក៏ដាក់ត្រីមុនក៏បានដែរបងប្អូននេះឃើញអត់យើងដាក់ត្រីចូលបងប្អូនត្រីសមុទ្រក៏បានត្រីអីក៏បានដែរបងប្អូននេះជាត្រីសមុទ្រនៅកោះរ៉ុងបងប្អូនទៅពេលខ្ញុំទៅលេងនៅកោះរ៉ុងណាធ្វើម្ហូបនៅកោះរ៉ុងនេះស្លតាពាំងបងប្អូនងាយអត់មានពិបាកអីទេព្រោះយើងដើរដំណើរឆ្ងាយអញ្ចឹងយើងត្រូវការហូបចុកបន្ទាប់មកពីយើងធ្វើដាក់រួចហើយបងប្អូនណាជួយដាក់ថាអំបិលរៀងទាក់បងប្អូនសំជាអំបិលស្ករបន្តិចចឹងប៊ីចេងអីចឹងបងប្អូនរៀងអាខ្លះទៅបញ្ចូលលឿនខ្លះទៅយឺតឲ្យខ្ញុំសុំទោសផងបងប្អូនយើងដាក់បែបហ្នឹងrồiហើយបងប្អូនហើយយើងកុំភ្លេចដាក់ទឹកត្រីផងបងប្អូនទឹកត្រី1ស្លាបព្រា2ស្លាបព្រាក៏បានដែរបងប្អូនតាមចិត្តយើងខ្លួនឯងបងប្អូនបន្ទាប់ពីយើងដាក់អីហើយបងប្អូនណាពីយើងដើររួចហើយបងប្អូនរៀងស្អកកដោយសារខ្ញុំឈឺមួយថ្ងៃនេះខ្ញុំអត់ទាន់ជាសស្បាយហើយទឹកយើងពុះហើយយើងចាប់ផ្ដើមដាក់បន្លែដាក់តាពាំងដែលយើងនេះហើយមិញហ្នឹងដូចខ្ញុំប្រាប់ហ្នឹងយើងអាំវានេះហ្នឹងដាក់តាពាំងចូលដាក់ពពាយផងបងប្អូនហើយកុំភ្លេចតាពាំងហើយពពាយហើយនឹងបន្លែផ្សេងទៀតបងប្អូនតាមខ្មែរស្គាល់ខ្ញុំអត់សូវស្គាល់ប៉ុន្មានទេព្រោះឲ្យខ្ញុំចិត្តដើមភាគតិចគ្រឿងអញ្ចឹងណាមិនមែនខ្ញុំអ្នកធ្វើទេបងប្អូនគេអ្នកធ្វើទេខ្ញុំអត់ចេះវាធ្វើទេខ្ញុំចេះតែថតវីដេអូប៉ុណ្ណឹងកាត់តហើយចឹងដាក់បញ្ចូលសលេងដាក់រ៉ូឌីផងបងប្អូនដាក់រ៉ូឌីបន្តិចមកបងប្អូន
ហើយការបញ្ចូលសលេងខ្ញុំអត់សូវល្អហ្មងនេះបងប្អូនបន្ទាប់ពីទឹកយើងពុះរួចហើយដែលយើងដាក់បន្លែហ្នឹងចាប់ផ្ដើមយើងដាក់ផ្សិតបងប្អូនហើយបើសិនណាយើងមានបន្លែផ្សេងៗយើងក៏អាចដាក់បានតែប៉ុន្តែអានេះបន្លែហ្នឹងអត់គ្រប់គ្រាន់បងប្អូននៅកោះរ៉ុងណាវាគ្រប់គ្រាន់មានប៉ុណ្ណាដាក់បងប៉ុណ្ណឹងបងប្អូនវាមានជាច្រើនស្លឹកជាច្រើនទៀតស្លឹកអីស្លឹកបាសស្អីទៀតមិនស្លឹកបាសអាចគេហៅស្អំទៀតបងប្អូនដាក់ស្លឹកស្អំទៀតហើយយើងដាក់ផ្សិតរួចហើយបងប្អូនយើងចាប់ផ្ដើមដួសទឹកស្លនឹងចេញដួសទឹកស្លច្រឡំសុំទោសបងប្អូនរៀងច្រឡំហើយដួសពពុះនឹងចេញបងប្អូនដួសពុះរួចហើយយើងដួសពុះហើយបងប្អូនយើងចាប់ផ្ដើមដាក់គេផ្លែអណ្ដូងបងប្អូនយើងចិត្តដូចที่ខ្ញុំចិត្តហ្នឹងបងប្អូនដាក់អណ្ដូងចូលកវឹកវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងសូមអរគុណសូមគោរពលាបងប្អូនបាយបាយ